បាទដល់ទេទម្លាប់នៃការជួយសង្គ្រោះអ្នកជំងឺដែលមានហូរឈាមច្រមុះបងប្អូនតែងតែទម្លាប់ធ្វើការផ្ទះចិញ្ចើមនៅងើយឡើងលើដល់ទេទៅធ្វើបែបនេះអាចនឹងបង្កឲ្យមានភាពគ្រោះថ្នាក់ដល់អាយុជីវិតផងដែរក៏មានដែរកត្តាដែលបង្កឲ្យកើតការហូរឈាមច្រមុះនេះជាទូទៅអាចមកពីបញ្ហាពាក់ព័ន្ធជាមួយនឹងហៅថាការប៉ះទង្គិចជាលេខ1ទី2ដល់ពីការមានសរីរៈក្នុងខ្លួនយើងដូចជាលើសសម្ពាធឈាមអ្នកខ្លះទៅអាចមានការឆ្លងរោគនៅនឹងច្រមុះតែម្ដងនេះជាកត្តាទាំង3សំខាន់ដែលអាចបង្កឲ្យកុមារតែងតែមានការហូរឈាមច្រមុះជាប្រចាំបាទកត្តាទាំង3ខាងលើការហូរឈាមច្រមុះរបស់កុមារអាចយកឆក់អាយុជីវិតរបស់យើងបានក្នុងករណីមានការប៉ះទង្គិចធ្ងន់នៅលើច្រមុះហើយមានការហូរឈាមជាគំហុកទៅក្នុងផ្លូវដង្ហើមខាងលើអាចជាការស្ទះផ្លូវដង្ហើមពិបាកនឹងការជួយសង្គ្រោះហើយក៏វាមិនជាកត្តាសាមញ្ញដែរសម្រាប់នៃការហូរឈាមច្រមុះនេះក្នុងកត្តាមួយចំនួនអាចនៅពីក្រោយនៃការហូរឈាមច្រមុះនេះដូចជាមានការវិបត្តិនៃជំងឺឈាមក្រកកមួយចំនួនដូចជាអ្នកជំងឺផ្លាកែធ្លាក់ចុះខ្លាំងក្នុងករណីមានជំងឺគ្រុនឈាមឬក៏មានអ្នកជំងឺដែលមានវិបត្តិកំណកឈាមពីកំណើតឬក៏មានរោគថ្លើមរ៉ាំរ៉ៃឬក៏អ្នកដែលមានប្រវត្តិនៃការប្រើប្រាស់ថ្នាំប្រឆាំងនឹងកត្តាឈាមកកនេះក៏ជាកត្តាប្រឈមធំដុំដែរធ្វើឲ្យអ្នកជំងឺនឹងមានការហូរឈាមខ្លាំងនៅពេលដែលមានវិបត្តិជាឈាមច្រមុះនេះបាទដើម្បីសង្គ្រោះអ្នកជំងឺដែលមានវិបត្តិនៃការហូរឈាមច្រមុះនេះជាទូទៅយើងមានវិធីសាស្ត្រសាមញ្ញទេប៉ុន្តែដូចជាយើងត្រូវឲ្យអ្នកជំងឺអោនមកខាងមុខបន្តិចហើយយើងសង្កត់ច្រមុះផ្នែកទន់បាទហើយធ្វើម៉េចក៏មកបានបិទរន្ធច្រមុះតែម្ដងហើយចម្បាច់ក្នុងរយៈពេលប្រហែលជា10ទៅ20នាទីអាចនឹងអ្នកជំងឺឈប់ការហូរឈាមនេះជាការជួយដែលមានសុវត្ថិភាពហើយកត្តាផ្សេងទៀតដែលយើងទម្លាប់ពីមុនមកគឺជាកត្តាមួយដែលគេមិនដែលអនុញ្ញាតឲ្យធ្វើទេដូចជាការផ្ទះបាទចិញ្ចើមអំទឹកភ្ងើយឡើងលើនេះវាជាកត្តាហានិភ័យមួយដែលបង្កឲ្យកើតមានការឆ្លក់របស់កុមារដែលមានការហូរឈាមខ្លាំងវាជាទង្វើមួយដែលអាចប្រឈមនឹងភាពគ្រោះថ្នាក់ផងដែរនៅពេលដែលកុមារដែលមានការហូរឈាមជាគំហុកធ្វើឲ្យឈាមយើងជ្រាបចូលក្នុងផ្លូវដង្ហើមធ្វើឲ្យអ្នកជំងឺអាចហៅថាកាំងផ្លូវដង្ហើមអាចខ្សោយអុកស៊ីហ្សែនក្នុងការចិញ្ចឹមតែជាប្រឈមគ្រោះថ្នាក់នៃការកាំងដង្ហើមនេះជាកត្តាមួយដែលយើងតែងតែជួបបាទការហូរឈាមច្រមុះនេះជាហានិភ័យមួយដែលយើងជាឪពុកម្ដាយគួរតែដឹងនៅពេលដែលយើងឃើញកូនហូរឈាមច្រមុះយើងជួយសង្គ្រោះរយៈពេល20នាទីហើយដែលនៅមិនបាត់ទេសូមប្រញាប់បញ្ញាមកមន្ទីរពេទ្យទី2អាចមានសញ្ញានៃការបាត់បង់ឈាមខ្លាំងដូចជាស្លេកស្លាំងខ្លាំងអ្នកជំងឺអស់កម្លាំងខ្លាំងត្រូវប្រញាប់មកវិញភ្លាមឬក៏ឃើញថាកុមារមានការបាក់ដង្ហើមខ្លាំងត្រូវប្រញាប់មកមន្ទីរពេទ្យបន្ទាន់ឬក៏កុមារនឹងមានប្រវត្តិជាក់ស្ដែងដល់គាត់មានជំងឺពីមុនមកដូចជាជំងឺផ្លាកែធ្លាក់ចុះស្រាប់ឬក៏អ្នកជំងឺនឹងមានប្រវត្តិនៃការហៅថាការប្រឈមនឹងការហូរឈាមតែពីមុនមកដែលពុកម្ដាយដឹងស្រាប់នោះក៏ត្រូវប្រញាប់ជូនកូនមកមន្ទីរពេទ្យបន្ទាន់ភ្លាមដែរបាទជាបទពិសោធន៍ចំពោះកុមារដែលតូចក្រោម1ខែជាសិទ្ធិជារស់ពេលដែលមានបាត់ចិញ្ចៀមច្រមុះភ្លាមនេះយើងវិធីសាស្ត្រជួយច្របាច់ទងច្រមុះដែលនិយាយពីដើមនោះគួរតែជៀសវាងបើសិនជាមិនចាំបាច់ខ្លាំងបើសិនជាពុកម្ដាយពេលឃើញការហូរឈាមបែបនេះប្រញាប់យកកូនមកមន្ទីរពេទ្យជាពិសេសមន្ទីរពេទ្យកុមារអង្គរដែលមានជំនាញគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះកុមារនៅទីនោះសូមអរគុណ